การมาเล่นในรอบคือมันเป็นจากการเงยสูบประมาณที่วิมีชาเลนจ์รานสำหรับខ្ញុំបាទស្វាគមន៍មកកាន់វីដេអូថ្មីមួយទៀតហើយទាក់ទងនឹងដំណើរកម្សាន្តមកលេងទីក្រុងប៊ូដាផេសប្រទេសហុងគ្រីហើយថ្ងៃនេះពិសេសបានបងប្អូននិស្សិតដែលកំពុងសិក្សានៅទីក្រុងប៊ូដាផេសហ្នឹងគឺជូនដល់លេងបាទឥឡូវយើងមកញ៉ាំអីនៅ Smashy បាទ Smashy Burger ដែលល្បីហើយកំពុងរីកជោគសាយផងដែរហើយឆ្ងាញ់មែនទែនមាន burger ហើយនិង French fry ថ្ងៃនេះគឺបាទលោកគ្រូស្មីគាត់កំពុងតែជាប់រៀនបាទអញ្ចឹងបងប្អូនពីរនាក់គាត់ដើរតួនាទីជំនួសបាទគាត់នាំជូនដល់លេងទីក្រុងប៊ូដាផេសនៅពេលថ្ងៃនេះគឺបាទពួកគាត់ថាមិនងាយបានមកលេងទីក្រុងនេះទេអញ្ចឹងមកបានម្ដងហើយគាត់មកស្ម័គ្រចិត្តនាំជូនដល់លេងឥឡូវយើងមកដល់កន្លែងទីតាំងផ្សារមួយដែលជាផ្សារបុរាណនៅទីក្រុងប៊ូដាផេសហ្នឹងផ្សារនេះមានលក្ខណៈដូចផ្សារធំថ្មីយើងអញ្ចឹងប៉ុន្តែគាត់គេមាន2ជាន់លើជាន់ក្រោមអញ្ចឹងមិនដែលជាន់ខាងក្រោមគឺលក់ដូចគ្នាវត្ថុអនុស្សាវរីយ៍ហើយមានភ្ញៀវទេសចរជាច្រើនមកលេងកម្សាន្តនៅទីនេះហើយចម្លែកដែរគឺបាទនៅមាត់ទន្លេនេះគឺមនុស្សច្រើនកកកហើយមិនដឹងមកពីណាមកពីណីទេហើយខ្ញុំក៏រសាត់អណ្ដែតមកដល់កន្លែងនឹងដែរបាទកន្លែងនេះគឺកន្លែង La Lin គេណាបាទជាចានធំគេហ្នឹងហើយយើងអាចមកអង្គុយញ៉ាំកាហ្វេឬក៏ញ៉ាំអាហារនៅជិតនឹងបានបាទនៅ Pop Street នេះផងដែរគឺមកសម្បូរមនុស្សគ្នាដូចទីក្រុងសៀមរាបអញ្ចឹងហើយយើងបានមកដល់កន្លែងសារមន្ទីរមួយដែលសារមន្ទីរនេះគឺកសាងដោយស្ដេចបាទរបស់ប្រទេសហុងគ្រីជំនាន់ពីមុនបាទអញ្ចឹងអត់ចាំអស់ទេគ្រាន់តែចាំថាជាសារមន្ទីរហើយយើងធ្វើដំណើរដោយជិះត្រាំហ្នឹងបាទជិះទៅបាទទិញទៅសមុទ្រតែអស់តែប្រហែលជា14 យើងអាចជិះពេញមួយថ្ងៃហើយមកច្រើនកន្លែងមែនទេរៀបរាប់អត់អស់តែកន្លែងសំខាន់ស្អាតៗខ្ញុំនឹងថតជូនទីនេះគឺជាកន្លែង Square គេហៅវាមានចតុកោណរបស់ប្រទេសហុងគ្រីនេះគឺមានបាឡុងហោះមើលទេសភាពផងដែរហើយមកដល់កន្លែងនេះគឺអាកាសធាតុក៏ល្អហើយបើយើងមើលទេសភាពរូបសំណាកផ្សេងៗគឺស្អាតដូចបាននៅវៀតណាមអញ្ចឹងហើយយើងមកដល់ទីនេះគឺអូនគាត់ណែនាំពីប្រវត្តិហើយនឹងរូបសំណាកមួយនេះគឺសុទ្ធតែជាវីរៈបុរសហើយនឹងស្ដេចមេទ័ពខ្លាំងតាំងពីជំនាន់បុរាណមកដែលគេសង់រូបសំណាកហ្នឹងទុករំលឹកដល់អ្នកទាំងអស់នោះហើយជាពិសេសគឺស្ដេចហើយនឹងមេទ័ពហើយគាត់នាំជូនដើរទៅកន្លែងមួយទៀតដែលល្បីដែរគឺកន្លែងនេះគឺកន្លែងជីស្គីទឹកកកតែខែនេះអត់ទាន់មានទឹកកកនឹងព្រើធ្លាក់ទេប៉ុន្តែបើដល់ខែធ្លាក់ព្រើធ្លាក់ទឹកកកគឺដឹងតែកន្លែងនេះគឺជាកន្លែងសួនបាទជីស្គីលេងព្រោះកន្លែងនេះបើត្រជាក់គឺត្រជាក់ខ្លាំងមែនទេបាទជាមួយប្អូនហ្នឹងគឺប្អូនឈ្មោះស្មីដែរបាទស្មីតូចបាទអញ្ចឹងគាត់នាំដើរលេងគាត់ស្គាល់ច្រើនមែនទេហើយសរសើរគាត់បាទប្រឹងប្រែងរៀនផងធ្វើការផងហើយតនីបានជូនខ្ញុំដើរលេងទៀតហើយគាត់នាំមកកន្លែងបាទសារមន្ទីរមួយទៀតហើយបាទសារមន្ទីរនេះគឺស្រស់ស្អាតមែនទេចំពេលថ្ងៃលិចគឺរៀបលិចគឺពន្លឺចាំងទៅលើកំពូលប្រាសាទគឺស្អាតហើយគាត់នាំមកមើលបាទកន្លែងនេះគឺនៅ winter នៅរដូវរងាគឺបាទទាក់ទាញចិត្តទេសចរមកលេងច្រើនមែនទេដូចជាកន្លែងមានរូបសំណាកលោកតានេះមួយហ្នឹងហើយនឹងកំពូលប្រាសាទដែលស្រស់ស្អាតនៅពេលតែថ្ងៃបែរចាំងចំបាទភាសាតែពីអ្នកប្អូនគាត់មិនសូវចេះថតរូបទេប៉ុន្តែខ្ញុំគឺទាញ selfie ឲ្យថតបានរហូតមកអ្នកកំពូលប្រាសាទដល់ស្រស់ស្អាតហើយខ្ញុំបានថតមកគាត់ជួយថតរូបឲ្យបានច្រើនដែរបាទអត់ចេះថតប៉ុន្តែថតឲ្យគឺស្អាត professional មកបាទភាសាប្អូនបាទនៅខាងក្រោយបរិវេណ Museum នេះគឺមានដងអូមួយដែលមានទឹកថ្លាឆ្វេងហើយអាចកកបាននៅពេលអាកាសធាតុត្រជាក់ហើយក៏មានផ្លូវសម្រាប់អ្នកជិះកង់លេងកម្សាន្តនៅតាមនឹងដែរហើយនៅខាងក្រោយមានសួនធំមួយអញ្ចឹងសួនហ្នឹងគឺបាទយើងអាចអង្គុយធ្វើ picnic យើងអាចដើរបាទដើរលេងជជែកគ្នាបាទហាត់ប្រាណហាត់បាទកីឡាដើម្បីសុខភាពនៅជុំវិញទីធ្លានេះហើយមកដល់កន្លែងនេះមានរូបសំណាក Winston Churchill ហើយនឹងផ្សេងទៀតគឺកន្លែងនេះបើសិនជាពេលវិស្មកាលបាទ summer break ឬក៏ winter break គឺមនុស្សមកលេងច្រើនហើយឥឡូវយើងបានមកដល់
សមកពន់គេបាទសសរដែកនេះគឺគេបាទដាក់ធ្វើជាទម្រង់រូបរាងមួយដែលយើងពិបាកស្មានពិបាកនិយាយប៉ុន្តែគាត់ទៅជាបកគោលដែកសសរអញ្ចឹងទៅយើងដើរចូលទៅក្នុងទៅយើងលេងបិទពួនបានតែអ្វីដែលសំខាន់គឺស្អាតមើលពីចម្ងាយពួកគេធ្វើជារាងដូចបាទអគារអញ្ចឹងបាទស៊ូនូស៊ីននេះគឺធំបាទហើយមានបន្ទប់គេក្រំដីសម្រាប់ទៅអង្គុយជជែកគ្នាធ្វើកិច្ចការសាច់មិនអីផ្សេងៗមិនសិនបើសិស្សនិស្សិតមកចង់មកស្នាក់នៅឬក៏លេងកម្សាន្តនៅទីនេះបាទដល់យូរទៅគឺថ្ងៃកាន់តែជ្រេហើយបងស្មីក៏គិតថាល្ងាចនេះចង់ធ្វើម្ហូបឲ្យញ៉ាំមកពេលបាទជុំគ្នាអញ្ចឹងគាត់មកស្រោបនាំទៅផ្សារដើម្បីទិញសាច់ទិញបន្លែបាទគាត់ធ្វើម្ហូបចេញបានពីរមុខគឺសម្លកកូរខ្មែរយើងរសជាតិឆ្ងាញ់មែនទែនហើយនឹងម្ហូបឡាវមួយមុខហ្នឹងគឺបាទមិនចាញ់បាទស្អីៗមកទេបាទស្នាដៃរបស់គាត់គឺឆ្ងាញ់មែនទែនហើយគូផ្សំទៅនឹងគឺបងប្អូននិស្សិតក៏បានមកលេងដែរហើយលោកគ្រូស្មីក៏បានមកពីសាលាវិញហើយយើងញ៉ាំអាហារពេលល្ងាចជុំគ្នាបន្ទាប់មកគឺយើងបាទរៀបចំធ្វើដំណើរទៅលេងនៅមាត់ទន្លេបាទដោយសារអាកាសធាតុត្រជាក់ពេកក៏យើងក៏ហូបមកភេសជ្ជៈបើកម្លាំងម្នាក់បន្តិចដើម្បីរក្សាកម្ដៅខ្លួនហើយក៏បានដើរនៅមុខបាទអគាររដ្ឋសភាដែលគេបាញ់ពន្លឺស្រស់ស្អាតមែនទែននៅមាត់ទន្លេហ្នឹងតែបើយើងមានពេលយើងអាចជិះទូកលេងតាមបាទមាត់ទន្លេហ្នឹងក៏បានដែរតែពួកខ្ញុំសុខចិត្តដើរចុះព្រោះត្រជាក់អញ្ចឹងយើងដើរមើលទេសភាពពេលយប់នៅប៊ូដាផេសហ្នឹងគឺស្រស់ស្អាតបាទអ្នកដែលមកទីនេះគឺមិនងាយចោលទេកន្លែងបាទអគាររដ្ឋសភាពេលយប់ហ្នឹងបាទជាទូទៅភ្ញៀវទេសចរភាគច្រើនគឺដើរលេងតាមមាត់ទន្លេនេះផងដែរហើយមិនត្រឹមតែភ្ញៀវទេសចរទេសម្រាប់ជនជាតិហុងគ្រីក៏គាត់មកទីនេះដែរដើម្បីសែនរំលឹកបាទទាក់ទងនឹងប្រវត្តិជូរចត់នៃដងទន្លេនេះដែរប៉ុន្តែខ្ញុំអត់ចាំស្អីរឿងទេមើលទៅដូចវែងឆ្ងាយដែរដោយសារបងប្អូនគាត់និទានប្រាប់ចឹងទៅមួយយ៉ាងដែរបាទហើយក៏ម្នាក់ភ្ញាក់ផ្អើលព្រោះថ្ងៃហ្នឹងចម្លែកតែស្ពានហ្នឹងហេតុអីបានថ្ងៃហ្នឹងចេញពណ៌ផ្កាជុកបាទព្រោះពីមុនគឺមានតែពណ៌សនិងពណ៌លឿងតែចម្លែកតែថ្ងៃនេះទេដែលខ្ញុំមកគឺគេដាក់ពណ៌ផ្កាជុកស្វាគមន៍តែម្ដងហើយក៏បន្តនោះនេះដើរឆ្លងស្ពានហ្នឹងទៅបាទទៅថតនៅត្រែម្ខាងបាទដើម្បីយកទេសភាពហើយចុងបញ្ចប់ហ្នឹងគឺមានតែអីទេមានតែបកមកផ្ទះវិញបាទអរគុណសម្រាប់ការទស្សនាវីដេអូសូមអញ្ជើញរងចាំតាមដានវីដេអូបន្តទៀតនៅ Budapest